យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃច័ន្ទទី21ខែមេសាទីក្រុងប៉េកាំងបានប្រមានសំណុំរឿងសង្គ្រាមពន្ធគយរបស់លោក Donald Trump ទៅបើកសវនកម្មនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងបំណងឲ្យស្ថាប័នរបស់អង្គការពិភពលោកមួយនេះជួយដោះស្រាយសង្គ្រាមពាណិជ្ជកម្មដែលកំពុងតែផ្ទុះឡើងដ៏ខ្លាំងរវាងទីក្រុង Washington និងទីក្រុងប៉េកាំងហើយវាបានរាលដាលពាសពេញពិភពលោកនៅពេលនេះប្រទេសសេដ្ឋកិច្ចធំទី1និងទី2បានបង្កើនការដំឡើងពន្ធវាយប្រហារគ្នាយ៉ាងធ្ងន់ធ្ងររដ្ឋការរបស់លោក Donald Trump បានដំឡើងពន្ធទៅលើទំនិញនាំចូលទីផ្សារសហរដ្ឋអាមេរិកដល់ទៅ 145% ហើយទីក្រុងប៉េកាំងវាយបកវិញដោយដំឡើងពន្ធទៅលើទំនិញអាមេរិកចូលប្រទេសចិនក្នុងអត្រា 125% គេសង្កេតឃើញចំហាយនៃសង្គ្រាមពាណិជ្ជកម្មរបស់លោក Donald Trump កំពុងតែជះផលវិបាកខ្លាំងដល់ប្រទេសកំពុងតែអភិវឌ្ឍដែលមានចំណូលទាបក្រសួងពាណិជ្ជកម្មចិនបានប្រកាសថាទីក្រុងប៉េកាំងនៅតែបដិញ្ញាចិត្តការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនដោយទាមទារឲ្យអាមេរិកទៅតតាំងក្តីនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលរំពឹងថាស្ថាប័ននេះនឹងកោះប្រជុំសមាជិក15ប្រទេសរបស់ខ្លួននៅពេលឆាប់ៗនេះទីក្រុងប៉េកាំងបានចោទប្រកាន់សហរដ្ឋអាមេរិកក្រោមរដ្ឋការរបស់លោក Trump ថាកំពុងធ្វើវិឆិតកម្មសេដ្ឋកិច្ចពិភពលោកប៉ុន្តែជាមួយគ្នានេះទីក្រុងប៉េកាំងបានចេញសារជំរុញប្រទេសកូនបំណុលរបស់ខ្លួនទាំងអស់ត្រូវហ៊ានងើបឡើងប្រឆាំងនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយនឹងអាមេរិកដែលធ្វើយ៉ាងណាជួយការពារប្រយោជន៍សេដ្ឋកិច្ចរបស់ចិនទីក្រុងប៉េកាំងលើកឡើងថារាល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអាមេរិកត្រូវតែជួយការពារផលប្រយោជន៍របស់ខ្លួនដោយមិនត្រូវទុនចំហនឹងអាមេរិកនោះទេក្រសួងពាណិជ្ជកម្មចិនប្រមានថាក្រុងប៉េកាំងនឹងចាត់វិធានការវាយបកក្នុងករណីដែលប្រទេសណាមួយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកដែលធ្វើឲ្យខូចផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិនសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានហៅសង្គ្រាមពាណិជ្ជកម្មរបស់អាមេរិកកំពុងធ្វើចលាចលសេដ្ឋកិច្ចពិភពលោកនិងជាការបំពានធ្ងន់ធ្ងរច្បាប់ពាណិជ្ជកម្មអន្តរជាតិវិធានការពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបាននាំមកនូវការប្រែប្រួលដ៏មិនធ្លាប់មានទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថាឧស្សាហកម្មដឹកជញ្ជូនពិភពលោកកំពុងធ្លាក់ក្នុងភាពចលាចលដោយសារទំនិញដែលត្រូវដឹកចេញទៅកាន់ទីផ្សារជុំវិញពិភពលោកកំពុងតែជាប់ពន្ធគយក្រោមវិធានការរបស់សហរដ្ឋអាមេរិកដែលបណ្ដាលឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់នាវាដឹកជញ្ជូនតាមសមុទ្របានផ្ទុកទំនិញតែពាក់កណ្ដាលប៉ុណ្ណោះព្រោះមិនបានរាប់បញ្ចូលទំនិញដែលប្រឈមមុខពន្ធគយរបស់សហរដ្ឋអាមេរិកទេលោក Alexander Charpentier ដែលជាអ្នកជំនាញខាងផ្នែកដឹកជញ្ជូនមកពីក្រុមហ៊ុនប្រឹក្សាយោបល់ Roland Berger ឲ្យដឹងថារយៈពេល3សប្តាហ៍មកនេះការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មហើយនាវាដឹកជញ្ជូនជាច្រើនមានទំនិញត្រឹមតែ 50% ប៉ុណ្ណោះក្នុងពេលឆ្លងកាត់តំបន់អាត្លង់តិកនិងអន្តរប៉ាស៊ីហ្វិកទៅកាន់សហរដ្ឋអាមេរិកពន្ធគយរបស់អាមេរិកលើទំនិញចិនមានអត្រា 145% ហើយចុងក្រោយនេះលោក Trump បានគម្រាមបង្កើនពន្ធរហូតដល់ 245% ទៀតទៅលើផលិតផលមួយចំនួនទៀតរបស់ចិនប្រសិនបើចិនបន្តចាត់វិធានការឆ្លើយតបនឹងការដំឡើងពន្ធពីសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយក្រុងប៉េកាំងសេចក្ដីថានឹងតស៊ូប្រយុទ្ធដល់ដំណាក់កាលចុងក្រោយនៅចំពោះមុខការគម្រាមកំហែងដំឡើងពន្ធបន្ថែមទៀតរបស់ប្រធានាធិបតីអាមេរិកនេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មរបស់លោក Donald Trump ផ្ទុះឡើងមានតែប្រទេសចិនមួយគត់ហ៊ានដំឡើងសម្លេងបង្កើននៅវិធានការប្រឆាំងនឹងសហរដ្ឋអាមេរិកក្រៅពីនេះប្រទេសជាច្រើនព្យាយាមសម្របសម្រួលជាមួយនឹងសហរដ្ឋអាមេរិកចំពោះចិនលោក Donald Trump បានប្រកាសបិទផ្លូវចរចាប៉ុន្តែនៅតែទទួលស្វាគមន៍ប្រទេសផ្សេងទៀតដែលចង់ចរចាជាមួយនឹងអាមេរិកចំពោះប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលភាគច្រើនជាប្រភពវិកខ្ចប់ទំនិញរបស់ចិនជាពិសេសផ្ទាំងកញ្ចក់សូឡាស្រូបពន្លឺព្រះអាទិត្យផលិតថាមពលអគ្គិសនីភាគច្រើនផលិតចេញជាវត្ថុធាតុដើមនាំចូលពីប្រទេសចិនកំពុងប្រឈមមុខនឹងពន្ធគយរបស់អាមេរិករហូតដល់ 3,500% បើឧបករណ៍ទាំងអស់នេះនាំចូលទៅកាន់ទីផ្សារអាមេរិកវិធានការថ្មីនេះរបស់រដ្ឋការលោក Donald Trump វានឹងប៉ះពាល់ខ្លាំងដល់ក្នុងតំបន់និងក្នុងនោះមានប្រទេសវៀតណាមថៃម៉ាឡេស៊ីនិងកម្ពុជាផងដែរនេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកដែលបានប្រកាសជាសាធារណៈកាលពីថ្ងៃច័ន្ទទី21ខែមេសាឆ្នាំ2025នេះដើម្បីបរិច្ចាគថវិកាសូមលោកអ្នកនាងចូលទៅកាន់ទំព័រ Facebook ឬបណ្ដាញសង្គមផ្លូវការរបស់សារព័ត៌មាន The Cambodia Daily រួចស្វែងរកលើតំណភ្ជាប់ឬ link រៃអង្គាសរបស់សារព័ត៌មាន The Cambodia Daily លើ GoFundMe បន្ទាប់មកសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ហើយជ្រើសរើសចំនួនទឹកប្រាក់ដែលលោកអ្នកចង់បរិច្ចាគឬវាយបញ្ចូលដោយផ្ទាល់នៅចំនួនទឹកប្រាក់ទាំងអស់នោះបន្ទាប់ពីវាយបញ្ចូលទឹកប្រាក់រួចទាញចុះមកខាងក្រោមនៅត្រង់ចំណុច Payment Methodសូមលោកអ្នកនាងចុចយកពាក្យ credit ឬ debit រួចបំពេញ email ឈ្មោះលេខកាតលេខសម្ងាត់3ខ្ទង់ព្រមទាំងឈ្មោះរបស់លោកអ្នកដែលមាននៅលើកាត
បន្ទាប់មកទៀតត្រូវជ្រើសរើសយកប្រទេសដែលលោកអ្នកកំពុងរស់នៅប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសកម្ពុជានៅត្រង់ចំណុច postal code សូមបំពេញលេខ 12000 បន្ទាប់ពីបញ្ចូលចំនួនទឹកប្រាក់និងព័ត៌មានរួចសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ជាការស្រេចសូមអរគុណ